សួស្តីបងប្អូនបាទអញ្ចឹងយើងថ្ងៃមុនយើងចប់ហើយមេរៀនទី12បាទទ្រឹស្ដីបទ Pythagoras បាទអញ្ចឹងគ្រូបន្តមកមេរៀនទី13ណាបាទគឺតកតងទៅនឹងធនីមេតតែទេគឺរង្វង់នឹងបន្ទាត់បាទហើយខ្លឹមសារមេរៀនយើងមានរហូតទៅដល់6ចំណងជើងធំបាទទី1គឺលក្ខណៈនៃអង្កត់ធ្នូបាទហើយចំណុចទី2បន្ទាត់ប៉ះបាទចំណុចទី3លក្ខណៈនៃបន្ទាត់ប៉ះហើយចំណុចទី4គឺការអនុវត្តលក្ខណៈជ្រុងជ្រំនៃចតុកោណចរិតក្រៅរង្វង់បាទចំណុចទី5ទីតាំងរង្វង់និងចំណុចចុងក្រោយគឺបន្ទាត់ប៉ះរួមណាបាទអញ្ចឹងរយៈពេលបរៀនថាប៉ុន្តែគ្រូយកមេរៀននេះទៅបរៀនជា slide ទេនៅខាងសាលាគ្រូហ្នឹងបាទបរៀនជាប់មេរៀនហ្នឹងគ្រូបរៀនត្រឹមតែ10ម៉ោងទេបាទអញ្ចឹងគ្រូឆ្លៀតធ្វើវីដេអូចែកជូនឲ្យគ្នាយើងអញ្ចឹងណាបាទតទៅមុខទៀតអញ្ចឹងបាទអញ្ចឹងជាដំបូងគ្រូសូមធ្វើការរំលឹកមេរៀនចាស់បន្តិចតួចបាទទី1គឺសួរថាតើទ្រឹស្ដីបទ Pythagoras ហ្នឹងគេពោលយ៉ាងដូចម្ដេចបាទអញ្ចឹងចម្លើយវាក្នុងត្រីកោណកែងមួយបាទការ៉េនៃប៉ូទៅនេះបាទស្មើនឹងផលបូកការ៉េនៃជ្រុងជាប់មុំកែងណាកែងសំទោសភ្លេចដាក់ស្អែបាទសំណួរទី2តើអង្កត់ទ្រូងការ៉េមានរូបមន្តដូចម្ដេចណាបាទនេះគ្រាន់តែជាសំណួរបែបរំលឹកទេណាបាទចម្លើយយើងនេះក៏ត្រង់ស្មើនឹងជ្រុងឬ2បាទតទៅមុខទៀតបាទទៅមុខទៀតយើងនិយាយទៅលើវត្ថុបំណងបាទវត្ថុបំណងដូចទៅនឹងមេរៀនមុនដែរគឺវិជាសន្តិន័យថាយើងហៅថាចំណេះដឹងណាសិស្សប្រាប់បានពីរង្វង់និងបន្ទាត់បានត្រឹមត្រូវបាទតាមរយៈការសម្របសម្រួលបន្ថែមពីគ្រូទី2គឺបំណិនសម្បទាបាទគឺសិស្សអាចដោះស្រាយលំហាត់តាក់ទងទៅនឹងមេរៀនហ្នឹងបានត្រឹមត្រូវតាមរយៈការសម្របសម្រួលបន្ថែមពីគ្រូបាទចុងក្រោយណាចក្រយាសម្បទាគឺសិស្សមានកំណត់ច្នៃប្រឌិតបាទដោយផ្សារភ្ជាប់មេរៀនបានរៀនហ្នឹងទៅប្រើប្រាស់ជីវភាពនៅប្រចាំថ្ងៃណាបានយ៉ាងល្អតាមរយៈការសម្របសម្រួលបន្ថែមពីគ្រូបាទប៉ុណ្ណឹងបាទយើងចូលមកដល់ខ្លឹមសារមេរៀនយើងបាទចំណុចទី1គឺលក្ខណៈនៃអង្កត់ធ្នូបាទអញ្ចឹងកាលណាយើងនិយាយអង្កត់ធ្នូមានន័យថាយើងផ្ដោតទៅលើរង្វង់បាទអញ្ចឹងចំណុចទី1បាទគឺបន្ទាត់កែងទៅនឹងចំណុចកណ្ដាលនៃអង្កត់ធ្នូបាទអញ្ចឹងកន្លែងនេះគឺគោលដាក់ជាលក្ខណៈជាទូទៅហើយយើងធ្វើការដោះស្រាយលំហាត់ជាទូទៅហើយយើងធ្វើការដោះស្រាយលំហាត់ហើយយើងយកលក្ខណៈជាទូទៅហ្នឹងយកមកជាវិចារដើម្បីយើងធ្វើការដោះស្រាយលំហាត់ណាបាទអញ្ចឹងយើងមើលជាទូទៅសិនជាទូទៅគេថាបន្ទាត់ដែលគូសចេញពីផ្ចិតបាទមានន័យថានេះបន្ទាត់ដែលគូសចេញពីផ្ចិតនៃរង្វង់ហើយកែងនៅអង្កត់ធ្នូត្រូវកាត់ចំណុចកណ្ដាលនៃអង្កត់ធ្នូនោះមានន័យថាអង្កត់ឬក៏បន្ទាត់ទាំងឡាយណាក៏ដោយបាទដែលគូសចេញពីផ្ចិតបាទនៃរង្វង់ហើយវាទៅកែងនឹងអង្កត់ធ្នូបាទត្រូវតែចែកអង្កត់ធ្នូនោះជា2ចំណែកប៉ុនគ្នាឬក៏យើងហៅថាសេនេះគឺជាចំណុចកណ្ដាលបាទអញ្ចឹងបងចាប់ដើមឆ្ងល់ថាគ្រូគ្រូសូមបង្ហាញលក្ខណៈរង្វង់តិចមើលខ្ញុំអត់ដឹងថាមួយណាផ្ចិតមួយណាអង្កត់ផ្ចិតបាទមួយណាអង្កត់ធ្នូមួយណាជាធ្នូបាទអញ្ចឹងបងឲ្យមើលសិននេះអូនេះយើងហៅថាផ្ចិតបាទផ្ចិតគឺជាចំណុចកណ្ដាលនៃរង្វង់មានន័យថាគ្រប់ចំណុចទាំងអស់នៅលើរង្វង់មកផ្ចិតមានចម្ងាយស្មើគ្នាវាជាកាមណាបាទហើយ AC នេះត្រង់នេះយើងហៅថាអង្កត់ហ្នឹងយើងហៅថាអង្កត់ធ្នូខ្សែកោងនេះធៀបនឹងខ្សែកោងនេះអញ្ចឹង AB ជាលក្ខណៈបន្ទាត់ឬក៏ត្រង់អញ្ចឹងហើយមានចំណុចច្បាស់លាស់មានទីតាំងច្បាស់លាស់ពី A មក B ហៅថាប្រវែងអង្កត់ធ្នូឬក៏អង្កត់ធ្នូរីឯខ្សែកោងពី A មកដល់ B នេះខ្សែកោងរង្វង់ពី A មកដល់ B នេះយើងហៅថាធ្នូណាធ្នូ AB បាទហ្នឹងបែបហ្នឹងណាបាទអញ្ចឹងតាមត្រេ1គេថាបន្ទាត់ឬក៏អង្កត់ដែលគូសចេញពីផ្ចិតទៅកែងនឹងអង្កត់ធ្នូត្រូវតែចែកអង្កត់ធ្នូនោះជា2ចំណែកប៉ុនគ្នាឬក៏កាត់អង្កត់ធ្នូត្រង់ចំណុចកណ្ដាលបាទអញ្ចឹងយើងអាចទៅសេជាលក្ខណៈអក្សររួចហើយយើងអាចជាលក្ខណៈនិមិត្តសញ្ញាមានន័យថាបើ OC គូសចេញពីផ្ចិតអីរង្វង់ហើយទៅកែងនឹង AB គេបាន CA ស្មើទៅនឹង CB បាទឬក៏ស្មើទៅនឹង AB ចែកជា2អាហ្នឹងយើងផ្ដោតទៅលើជាទូទៅត្រេទី1យើងមកវិភាគទៅលើត្រេទី2គេថាបើបន្ទាត់ដែលគូសចេញពីផ្ចិតនៃរង្វង់ហើយកាត់
អង្គតធ្នូត្រង់ចំណុចកណ្ដាលនោះអង្គតនោះត្រូវតែកាយនឹងអង្គតធ្នូបាទអញ្ចឹងមានន័យថាគេចង់មានន័យថាអង្គតឬក៏បន្តទាំងឡាយណាក៏ដោយដែលគូសចេញពីផ្ចិតនៃរង្វង់នេះដែលគូសចេញពីផ្ចិតរង្វង់ហើយវាអីនេះវាកាត់អង្គតធ្នូនេះវាកាត់អង្គតធ្នូត្រង់ចំណុចកណ្ដាលបាទមានន័យថាគេអត់តនិយាយថាកែទេករណីម្ដងទៀតករណីបន្តឬក៏អង្គតដែលគូសចេញពីផ្ចិតនៃរង្វង់បាទទៅលក្ខណៈថាទៅកាត់ចំណុចកណ្ដាលនៃអង្គតធ្នូគេទាញបានថាអង្គតដែលគូសចេញពីផ្ចិតនៃរង្វង់នោះត្រូវតែកែនឹងអង្គតធ្នូបាទអញ្ចឹងយើងអាចទៅសេជាលក្ខណៈវិចាររួចហើយយើងអាចសេជានិមិត្តសញ្ញាបានថាបើអូសេណាបើអូសេនេះបើអូសេគូសចេញពីផ្ចិតនៃរង្វង់បាទមាន AC ស្មើ CB គឺគេទាញបានថា OC កាយនឹង AB ត្រង់ចំណុច C នឹងមកបាទមានន័យថាបែបហ្នឹងណាបាទហ្នឹងគូបញ្យល់ផ្សារភ្ជាប់ពីលក្ខណៈជាទូទៅមកលើរូបបាទត្រីទី3គេថាបន្ទាត់ដែលកាយនឹងចំណុចកណ្ដាលបាទបន្ទាត់ដែលកាយនឹងចំណុចកណ្ដាលកែងហើយកែងនឹងត្រង់ចំណុចកណ្ដាលនេះអង្គធ្នូទៀតទៅតែគូកាត់តាមផ្ចិតចំណុចថាអង្គឬក៏បន្តទាំងឡាយណាក៏ដោយដែលវាគូបាទដែលវាគូកែងហើយត្រង់ចំណុចកណ្ដាលទៀតអញ្ចឹងគាត់នឹងឲ្យតែគូយ៉ាងណាគឺត្រូវតែកាត់តាមផ្ចិតនឹងហ្មងណាបាទអញ្ចឹងលក្ខណៈជាទូទៅគឺប៉ុណ្្នឹងឯងបាទអញ្ចឹងយើងត្រូវយល់បាទគូព្យាយាមដាក់ជាលក្ខណៈ3ជាទូទៅនឹងឲ្យណាបាទតទៀតយើងផ្ដោតមកលើមើលលំហាត់ម្ដងលំហាត់ទី1គេថាគេមានរង្វង់ចិត្ត O បាទរង្វង់ចិត្ត O បាទនេះគឺជារង្វង់ចិត្ត O បាទនៅអង្គត់ធ្នូ AB ដែលប្រវែង AB នេះគេប្រាប់ស្មើទៅនឹង10សង់ទីម៉ែត្រគេថាបើសិនជា OC នេះណាគេបញ្ជាក់យើងកាយទៅនឹង AB បាទអញ្ចឹងទី1គេបញ្ជាក់ថារង្វង់មានចិត្ត O ទី2គេប្រាប់អង្គត់ធ្នូស្មើ10សង់ទីម៉ែត្រទី3គេថាបើ OC នេះបាទ OC មានតែមិនគូសចេញពីផ្ចិតហើយនេះ OC នេះអង្គត់ OC គូសចេញពីផ្ចិតបើ OC កាយនឹង AB គេឲ្យយើងកណនីប្រវែង AC អញ្ចឹងយើងអាចដឹងណាយើងអាចដឹងបាទដំណោះស្រាយកណនីប្រវែង AC អញ្ចឹងមានន័យថាដោយនេះតាមរយៈលំហាត់ខាងលើហ្នឹង OC ហើយយើងផ្សារភ្ជាប់មកមើលរូបមានថា OC គឺជាអង្គត់ដែលគូសចេញពីផ្ចិតបាទគេប្រាប់ថាកាយនឹង AB បាទអញ្ចឹងដោយវិចារយើងដោយ OC ឬក៏ OC វាជាអង្គត់ដែលគូសចេញពីផ្ចិតវាទៅកាយនឹង AB ដែល AB ជាអង្គត់ធ្នូបាទនេះអង្គត់គូសចេញពីផ្ចិតកាយនឹងអង្គត់ធ្នូគេទាញបានចំណុចដែលនៅលើអង្គត់ដែលគូសចេញពីផ្ចិតទៅកាយនឹងអង្គត់ធ្នូហ្នឹងត្រូវតែចែកអង្គត់ធ្នូជា2ចំណែកប៉ុនគ្នាបាទអញ្ចឹងយើងទាញបានថា AC ស្មើទៅនឹង BC បាទនេះ C គឺជាចំណុចកណ្ដាលបាទម្ដងទៀតសួរថាសិស្សសួរថាគ្រូលំហាត់ហ្នឹងមិនបានគ្រូដឹងថា OC កាយទៅនឹង AB នេះបំរាប់គេប្រាប់ហើយពួកឯងឆ្ងល់ទៀតគ្រូហើយចុះ OC ហ្នឹងដូចអត់គេអត់មានប្រាប់ថាគូចេញពីផ្ចិតផងបាទ OC ហ្នឹងគេអត់មានប្រាប់ថាគូចេញពីផ្ចិតទេប៉ុន្តែពួកឯងមើលរូបមើល OC ហ្នឹងគូចេញពីផ្ចិតមែនអូមែនគ្រូអាហ្នឹងគូចេញពីផ្ចិតហើយគេកែងនេះគេប្រាប់កែងរូបហ្នឹងកែងអត់កែងនឹងអី AB ពួកឯងឆ្ងល់ទៀតគ្រូប្រធាននេះគេអត់មានប្រាប់ថា AB ជាអង្គត់ធ្នូផងតែយើងមើលលើរូបគឺ AB ហ្នឹងគឺជាអង្គត់ធ្នូអញ្ចឹងមានន័យថាបន្ទាត់ឬក៏អង្គត់ដែលគូសចេញពីផ្ចិត OC បាទទៅកាយនឹងអង្គត់ធ្នូត្រូវតែចែកអង្គត់ធ្នូជា2ចំណែកប៉ុនគ្នាបាទអញ្ចឹងមានន័យថា AC នេះស្មើ BC ឬក៏ CB ស្មើនឹងអង្គត់ធ្នូចែកជា2ដល់ចែកជា2បាន5អញ្ចឹង5ហ្នឹង5អីគេគឺ AC ក៏5 BC ក៏5បាទអញ្ចឹងចម្លើយដែលយើងចង់រក AC នោះគឺឃើញ5សង់ទីម៉ែត្របាទយើងចូលដល់ចំណុច 1.2 ណាយើងសិក្សាទៅលើអង្គត់ស្មើគ្នាបាទអង្គត់ស្មើគ្នាអញ្ចឹងបងឯងកលេចមកមើលរូបនឹងសិនបាទមុននឹងឈានចូលដល់ការមើលជាទូទៅបាទអញ្ចឹងតាមរយៈរូបនេះគេថាគេមានរង្វង់ចិត្ត O1 ហើយ AB គឺជាអង្គត់ធ្នូហើយ CD ជាអង្គត់ធ្នូហើយយើងតាមរយៈរូបនេះ OE វាគឺជាអង្គត់ដែលគូសចេញពីផ្ចិតរង្វង់បាទទៅកាយនឹងអង្គត់ធ្នូ
ហើយ OS នឹងដូចគ្នាដែរគឺគូសចេញពីផ្ចិតនេះរង្វង់ក៏ទៅកែនឹងកធ្នូអញ្ចឹងតាមរយៈលក្ខខណ្ឌ 1.1 នេះគឺយើងទាញបានថាម៉េចនេះ OE កែងទៅនឹង AB មានន័យថាចែក AB ជា2ចំណែកប៉ុនគ្នាគឺ BE ស្មើនឹង EA ដូចគ្នាដែរ OS គូសចេញពីផ្ចិតនេះរង្វង់ទៅកែនឹងកធ្នូគេទាញបានថា S ជាចំណុចកណ្ដាលនេះ CD ឬក៏ CS ស្មើ SD បាទប៉ុណ្ណឹងហើយអញ្ចឹងចាំមើលវាបែបមិនទៀតណាចាំមើលវាបែបមិនទៀតលក្ខណៈជាទូទៅជាទូទៅគេថាបើសិនជានៅក្នុងរង្វង់មួយណានៅក្នុងរង្វង់មួយវាមានអង្កត់ធ្នូរហូតដល់2បាទណាមានប្រវែងស្មើគ្នានៅក្នុងរង្វង់មួយនោះគេទាញបានចម្ងាយនេះនោះគេទាញបានចម្ងាយពីផ្ចិតទៅអង្កត់ធ្នូទាំងពីរនោះក៏មានប្រវែងស្មើគ្នាដែរបាទម្ដងទៀតគេថាជាទូទៅនេះគេចង់និយាយថាបើសិនជានៅក្នុងរង្វង់មួយមានអង្កត់ធ្នូរហូតដល់2ដែលមានប្រវែងស្មើគ្នាមានន័យថាបើ AB ស្មើ CD គេទាញបាន OE ស្មើទៅនឹង OS មកបាទហើយបញ្ជាក់ថាគ្រូAB ស្មើ CD អានឹងអីគេគ្រូអានឹងគឺជាវិចារនៅក្នុងជាទូទៅអញ្ចឹងមានន័យថា AB និង CD អីគេគ្រូវាជាអង្កត់ធ្នូអង្កត់ធ្នូនឹងមិនគ្រូតាមរយៈជាទូទៅអង្កត់ធ្នូនៅក្នុងរង្វង់មួយដែលមានប្រវែងប៉ុនគ្នាគេនឹងទាញបានចម្ងាយពីផ្ចិតទៅអង្កត់ធ្នូទាំងពីរនោះក៏មានប្រវែងស្មើគ្នាដែរម្ដងទៀតចង់បញ្ជាក់បើ AB ស្មើ CD នាំឲ្យ OE ក៏ស្មើទៅនឹង OS ដែរហើយនឹងនេះបើ AB ស្មើ CD អង្កត់ធ្នូ2មានប្រវែងស្មើគ្នាគេនឹងទាញបានចម្ងាយពីផ្ចិតទៅអង្កត់ធ្នូទាំងពីរនោះក៏មានប្រវែងស្មើគ្នាដែរហើយប្រវែងហ្នឹងគឺកែងណាបាទត្រូវតែកែងអានេះច្រាស់មកវិញប្រសិនជាគ្រូទាញបានចម្ងាយពីផ្ចិតទៅអង្កត់ធ្នូទាំងពីរនោះមានប្រវែងប៉ុនគ្នាមានចម្ងាយពីផ្ចិតគឺ OE ស្មើ OS មានប្រវែងប៉ុនគ្នាក៏គេទាញបានធ្នូទាំងពីរនោះមានប្រវែងស្មើគ្នាដែរអញ្ចឹងបងឯងត្រូវចាំណាធននិមិត្តនៃកន្លែងថ្នាក់ទី9នេះគឺគ្រូអត់បដោតវែងឆ្ងាយទេគឺគ្រូដាក់ជាទូទៅគ្រូដោះស្រាយលំហាត់ដាក់ជាទូទៅដោះស្រាយលំហាត់ហើយសួរថាជាទូទៅនោះមានអត្ថប្រយោជន៍ទេគឺមានអត្ថប្រយោជន៍មែនទែនគឺយើងយកលក្ខណៈជាទូទៅហ្នឹងមកដាក់ជាវិចារដើម្បីធ្វើការដោះស្រាយលំហាត់ហើយបងឯងចាប់ដើមសួរទៀតគ្រូបើសិនជាខ្ញុំអត់ចាំជាទូទៅហ្នឹងតើខ្ញុំអាចដោះស្រាយលំហាត់មេរៀនទី13ហ្នឹងបានអត់គ្រូថាពិបាកបន្តិចបើបើសិនជាយើងអត់ចាំជាទូទៅហ្នឹងគឺយើងលំបាកនៅក្នុងការដោះស្រាយមេរៀនលំហាត់ទី10មេរៀនទី13ហ្នឹងមែនទេណាអញ្ចឹងយើងព្យាយាមមើលបតាបាទតទៅទៀតជាងចូលដល់លំហាត់ទី2លំហាត់ទី2គេថាគេមានរង្វង់បាទតាមរយៈរូបនេះគឺគេមានរង្វង់ផ្ចិត O មួយបាទដែលមានកម្ម O B ក៏កម្ម OM ក៏កម្មបាទដែលមានប្រវែងប្រមាណបាទសំទោស OM មិនកម្មទេសំទោសណាបាទគឺ OB ក៏កម្ម OA ក៏កម្មដែរអញ្ចឹងដែលមានប្រវែងកម្មគឺ5សង់ទីម៉ែត្រនិងធ្នូប្រវែង8សង់ទីម៉ែត្រមួយណាធ្នូនេះយើងបាទបើសិនតែយើងនិយាយខ្សែកោងនេះអាហ្នឹងគឺជាធ្នូហើយណាខ្សែកោងនេះគឺជាធ្នូហើយបាទតែអានេះគេនិយាយថាម៉េចនឹង8សង់ទីម៉ែត្រនេះគឺជាអង្កត់ធ្នូអញ្ចឹងបើអង្កត់ធ្នូមិនមែនសំដៅទៅលើខ្សែកោង AM នេះទេគឺសំដៅទៅលើខ្សែត្រង់អង្កត់ AM នេះអញ្ចឹងគេប្រាប់ AM 8សង់ទីម៉ែត្របាទនិងអង្កត់ធ្នូ8សង់ទីម៉ែត្រគឺខ្សែត្រង់នេះ AM បាទដោយរូបដែលបានបង្ហាញគេសំណួរគេនេះគេឲ្យយើងរកចម្ងាយពីផ្ចិតនេះរង្វង់ទៅអង្កត់ធ្នូបាទមានន័យថាគេឲ្យយើងរក OM ហ្នឹងនេះតិចអត់ដឹងថាគ្រូរកចម្ងាយពីផ្ចិតទៅរង្វង់ហ្នឹងអាហ្នឹងស្អីគេទៅរង្វង់នេះអង្កត់ធ្នូអាហ្នឹងមួយណាអញ្ចឹងចម្ងាយពីផ្ចិត
từ rồng vong liền quạt thấu cứ bé chân chầm ngày với cứ cái ao dưỡng hộ bị chặt từ quạt thấu cứ ô ấm này nè ô ấm bà chứ là đam bay rồi ô ấm khơi ta dân từ thơ mày tí mùi và sân chia phone anh xạ màu mơ tây cao ấm a 7 dương xa sầm máy từ mơ marian ti đập pi với từ sĩ bọt pi từ cớ dương nâng đăng thả ô ní cứ chia lạc cẩn nặng từ sĩ bọt pi từ cớ ơi để sao vi chít thầy cao cài tai lộc pi từ cớ chui ban nè đại dương prao tây cao cài lúc ra tải nơi nông tây cao mùi dương đăng rồi có score trong hộp đọc pi trongទី3យើងអត់ស្គាល់យើងអាចប្រាស់លោកពីតែគឺបានក៏ប៉ុន្តែគេឲ្យយើងរក AM ក្នុងត្រីកោណកាយ AM 3នេះ AM គេឲ្យរកអាហ្នឹងមានហើយណាឲ្យរកត្រូវហើយ OB ដឹងហើយឲ្យចុះ MB ដឹងនៅទេណានៅទេអញ្ចឹងយើងត្រឡប់ទៅសួរខ្លួនឯងវិញថាអូបើ MB នៅមិនតាន់ឃើញគេអត់ប្រាប់តើយើងអាចរកឃើញទេហើយបើរកឃើញរកតាមណាបាទណារកតាមណាអញ្ចឹងយើងសាកអានបទធានម្ដងទៀតគេមានរង្វង់ផ្ចិត O ដែលមានកម្ម5សង់ទីម៉ែត្រនិងអង្កត់ធ្នូប្រវែង8សង់ទីម៉ែត្រដូចរូបមានន័យថារូបនេះពិតថាគេអត់មានទៅសេសមត្ថកម្មច្រើននៅលើប្រធានតែសមត្ថកម្មនេះគឺគេបញ្ចូលផ្ដោតមកមើលរូបអញ្ចឹងតាមរយៈរូបនឹងមិនដែរ OM មិនដែរ OM គឺជាអង្កត់ដែលគូចេញពីផ្ចិតហើយសញ្ញាកែងទៅនឹងអីកែទៅនឹង AB ដែល AB ជាអង្កត់ធ្នូអញ្ចឹងយើងទាញលក្ខណៈបានណាថាអូលក្ខណៈមុនមិញគេនិយាយថាម៉េចបាទគេនិយាយថាបន្ទាត់ឬក៏អង្កត់ដែលគូចេញពីផ្ចិតនៃរង្វង់ដែលកែងឬក៏ដែលកែងឬក៏កែងទៅនឹងអង្កត់ធ្នូត្រូវតែកាត់អង្កត់ធ្នូនោះត្រង់ចំណុចកណ្ដាលអញ្ចឹងមានន័យថា M នេះគឺជាចំណុចកណ្ដាលនៃ AB អញ្ចឹងបើ M ជាចំណុចកណ្ដាលនៃ AB បើប្រវែងសរុប AB 8តើ AM ប៉ុន្មានវាត្រូវ4ហើយធ្វើឲ្យបានស្មើ4គឺស្មើប្រវែងសរុបចែកជា2ហើយចុះ MB ប្រមាណដែរក៏4ដែរព្រោះ4បូក4ទៅស្មើ8បាទអញ្ចឹងយើងរកតាមរយៈវិចារហ្នឹងរក MB សិនណាបាទអញ្ចឹងតាមរូបដោយ OM គ្រូអត់ចាំបាច់ទៅសេវែងឆ្ងាយថា OM គឺចេញពីផ្ចិតនេះរង្វង់ទៅកាយនឹងក៏ធ្នូគេទេបានអត់ទេដាក់ថា OM កាយញ៉ា3មកហើយ OM ខ្លួនឯងមើលរូប OM យើងដឹងវាជាអង្កត់ដែលគូចេញពីផ្ចិតបាទកាយ AB មិនបញ្ជាក់ថា AB ជាអង្កត់ធ្នូយើងមើលរូបយើងដឹងថា AB ជាអង្កត់ធ្នូមែនសមត្ថកម្មណាបាទអញ្ចឹងទាញបានថាម៉េចបាទទាញបានថាម៉េចនេះគ្រូដាក់សមត្ថកម្មសិនណាដាក់សមត្ថកម្មចោលសិនបាទអញ្ចឹងដល់ដាក់សមត្ថកម្មចោលសិនយើងក៏លេខមកមើលណាគ្រូនិយាយរ៉ាយរ៉ាប់ទៅតាមអ្វីដែលគ្រូកែហ្នឹងណាបាទអញ្ចឹងដល់យើងស្រង់សមត្ថកម្មហើយយើងមើលមកលើត្រីកោណ M ឬក៏ OM B បាទតាមទ្រឹស្ដីបទពីតាហ្គើមកដោយសារវាជាត្រីកោណកាយ E ប៉ូទៅនឹងការ៉េគឺ O B ការ៉េស្មើទៅនឹង OM ការ៉េបូក MB ការ៉េគឺតាំង1បាទគ្រូត្រូវរក MB ឃើញសិនអញ្ចឹងមុនរក MB គ្រូស្រង់អ្វីដែលគេប្រាប់សិន OB គេប្រាប់កម្មរង្វង់ស្មើ5សង់ទីម៉ែត្រស្មើ R តបមកបានគ្រូយកអានេះសមត្ថកម្មដែលគ្រូសេខាងលើនេះOM កែង AB យកមកដាក់ម្ដងទៀតតែប៉ុន្តែហ្នឹងមិនបាច់តន់ដាក់ក៏បានចាំដាក់នេះតែម្ដងក៏បានបាទអញ្ចឹងមានសមត្ថកម្មហ្នឹងគឺ OM កែងទាំង AB នេះ OM កែង AB ត្រង់ M អញ្ចឹងនាំឲ្យ M ជាចំណុចកណ្ដាលដែលយើងទាញបានថា M A ស្មើ MB MA ស្មើ MB ស្មើ AB ចែកជា2អញ្ចឹង AB 8ចែក2បាន4បាទសង់ទីម៉ែត្រអញ្ចឹង MB ឃើញ OM ឃើញយើងអាចរក OB ឃើញបាទអញ្ចឹងតាម1នេះ1យើងជួសមក OB គឺ5ការ៉េស្មើ OM ការ៉េបូក4ការ៉េណាបាទណាឬក៏គូត្រឡប់វាអង្គទី1ស្មើអង្គទី2គូសេទៅអង្គទី2ស្មើអង្គទី1 OM ការ៉េបូក4ការ៉េដល់6ស្មើ5ការ៉េ25ទាញរក OM ការ៉េស្មើ25ដកដល់6ស្មើ9
T nhiều ô ấm bỏ khỏe tới 3 rưỡi 4 trên mà bàn 7 cm bà bắt nặng mày đá thì dễ chẳng mày đá ở đấy nè bà chẳng bọt ấy thế video của sum thành bằng sẵn á chụp này được